KOT បានប្រជែងមកដល់នៅទីតាំងរបស់ពលរដ្ឋទីណៃខាងស្ដាំមកដែរក្នុងនេះគឺពុទ្ធសាសនាបានជាបរិបទ9ព្រះអង្គរៀបកាត់ផ្សាយហើយរៀបចំពិធីកិច្ចសម្រាប់កិច្ចបាពោបាទនេះក្រុម AOT ដែលគាត់អញ្ជើញមកកាន់ពិធីដង្ហែសពជនរងគ្រោះដែលត្រូវបានថៃបាញ់សម្លាប់អញ្ចឹងលោកអមរិត្រីហើយនិងក្រុមតំណាង AOT គាត់បានអញ្ជើញមកកាន់ទីនេះគាត់ទើបតែមកដល់មុននេះដើម្បីរៀបចំដង្ហែសពហើយមើលគម្រោងជនពិសេសយ៉ាងទីនេះបាទក្រុមនេះជាក្រុម AOT ក្រុមដែលដឹកនាំមកទីនេះដោយឯកឧត្តមរដ្ឋមន្ត្រីហើយគាត់កំពុងតែមកដល់ជំរំសុខភាពបន្តិចទៀតនេះការហែសពក៏នៅដង្ហែដែរដោយមានការចូលរួមពីពួកគាត់ដែរបាទទីតាំងនៃកំពង់នៅនេះគឺវត្តស៊ីច័ន្ទសាមគ្គីរតនារាមបាទយើងឃើញនេះជាសមាជិកក្រុម AOT បាទចូលទៅវិញយកទៅវិញអញ្ចឹងបងគឺនៅជាតពុះរបស់យើងគឺក្បាច់ទៅនៅក្នុងមិនទៅយើងចាំបងប្អូនជាបរិបទយើងចង់ជួតាដែលមានការទុកបង្កដោយការសាក់បំនៅទីអាខាងសាក់បំនៅទឹកបាទនៅក្រុម AOT កំពុងតែពិនិត្យជំរំសុខភាពគឺកន្លែងនេះឥឡូវបានតែអង្គុយរបស់ទឹកនៅលើតែនេះក្រុមការងាររដ្ឋាភិបាលខាងយើងក៏លើកមកតាមដោយទីទៅលើកទៅឲ្យចាត់ចែងរឿងការធ្វើយ៉ាងណាដើម្បីឲ្យកូនចៅដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងមានការហើយខាងទឹកនៃជារបស់យើងជាកម្មសិទ្ធិរបស់យើងរបស់យើងចំណាយដោយការជារបស់ជាទៅដល់កំពុងតែមានទឹកខំរបស់យើងក្នុងប្រទេសសាឌីហើយក្នុងទីនេះការក្រុមការងារ AOT ក៏បានបាទពួកគាត់កំពុងតែសួរនាំអាយដាមអមរដ្ឋត្រីបាទហើយអាយដាមអមរដ្ឋត្រីកំពុងតែផ្ដល់ព័ត៌មានតរកាន់ក្រុមសង្កេតការអាស៊ាន AOT យើងឲ្យទៅគាត់ក៏មានតែខចុះទៅវិញយើងនឹងរកមុខអាផ្សេងទៀតបាទគឺការប្រតិកម្មក្នុងការរបស់ទៅជាជួយរីអង្គការតាមទៅទៅយកតាមពេលកែនបាទក្រុមការងារខាងកម្ពុជាកំពុងតែបកប្រែជូនក្រុមស្កេតការស៊ានហើយអូមួយទៅខ្ញុំឡងcan be more yeah from the can be more okay bạn bạn một ấy bạn cũng ngon ngon cái cái bạn trồng mà tạo sản phẩm tạo lực điều hành tạoបាទឥឡូវនេះគាត់កំពុងដើរមើលជំរំបាទហើយសាកសពនឹងហែលោកអាចារ្យកំពុងចាំពួកគាត់ដើម្បីហែសាកសពទៅកាន់កន្លែងបូជារបស់អូនប្រុសចាប់ដល់ប្រុសទៅឲ្យបណ្ដាក្រុមជួយចូលតាមចិត្ត
đây khi mình bật Philippines Malaysia Lào và khi mình Malaysia đặc biệt là Malaysia Philippines Lào vì phần nó cũng còn bàn tầm chôn rong cru để gặp bông ở để bàn sạn đâu mình ti pet bằng ai khai thầy là nó chôn rong cru tặng bayรูปនោះគឺបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញដែរដើម្បីព្យាបាលបន្តទៀតសូមគ្រប់គ្រងឯកឧត្តមវិទ្យាដើម្បីគោរពវិញ្ញាណក្ខន្ធបងប្អូនប្រុសបាទពីនៅហៅបន្តនេះសូមគោរពវិញ្ញាណក្ខន្ធបាទជនរងគ្រោះដែលត្រូវបានបាត់បង់អាយុជីវិតឈ្មោះឌីណៃហៅសល់គ្រួសារគាត់គឺយើងបានជួបគ្រួសារដែលគាត់នៅជាមួយទេគាត់មកនៅជាមួយគ្រួសារមួយនៅភូមិព្រៃច័ន្ទហ្នឹងរយៈពេល